បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះថៃក្រហមបំពងជូអែមហ្នឹងហើយជាដំបូងគឺយើងធ្វើទឹកសវាបងប្អូននៅក្នុងនេះមានខ្ទឹមក្រហមខ្ទឹមសហើយនិងម្ទេសហិលយើងណាយើងយកវាមកលីងឲ្យឈ្ងុយហើយយើងដាក់ខ្ទឹមស្ករត្នោតហ្នឹងហើយយើងលីងស្ករត្នោតឲ្យវាឡើងឈ្ងុយមកទៀតឲ្យវាលាយវាឡើងពណ៌មកយើងដាក់អំបិលទុំអំបិលទុំនេះគឺយើងដាក់ដើម្បីឲ្យវាក្តៅឲ្យវាទៅឆ្អិនជាមួយស្ករហ្នឹងឲ្យវាចាប់ជាតិជូរជាតិផ្អែមឲ្យវាចូលគ្នាឲ្យសព្វហ្មងបងប្អូនបន្ទាប់មកទៀតគឺយើងប្រើទឹកត្រីឲ្យវាមានក្លិនឈ្ងុយហើយមាននៅទឹកប៉េងប៉ោះហើយនឹងទឹកត្រីមាន់ហ្នឹងហើយនេះគឺជាការប្រឡាក់ត្រីដើម្បីយកទៅបំពងអាហ្នឹងយើងអត់មានអីទេគឺយើងប្រឡាក់ម្សៅហ្នឹងឯងយើងលាយវាអញ្ចឹងមកដាក់ខ្លាញ់ឲ្យក្តៅយើងដាក់បំពងវាទៅបាទអានេះយើងត្រីមួយទៀតថ្ងៃហ្នឹងយើងបំពងពីបងប្អូនហ្នឹងហើយយើងគោះវាអញ្ចឹងមកកុំឲ្យវាជាប់ម្សៅបាទហើយបន្ទាប់ពីបំពងហើយយើងដាក់វាឲ្យស្ងួតមកយើងមកឆាគ្រឿងហើយគ្រឿងនេះផងដែរគឺមានម្នាស់ហើយនឹងខ្ទឹមបារាំងបងប្អូនបន្ទាប់មកទៀតគឺយើងដួសទឹកសោះវាយើងធ្វើមុនហ្នឹងយើងយកមកឆាចូលគ្នាឲ្យឡើងឈ្ងុយបន្តិចទៀតមកបន្ទាប់មកគឺយើងយកមកដួសដាក់ត្រីអញ្ចឹងបងប្អូនតំណងឯងអូយអែមណាស់បងប្អូនអើយជាតិតែម្ដងអរគុណ